បាទសូមស្វាគមន៍រីមកកាន់ Channel Medium News របស់ខ្ញុំបាទថ្ងៃនេះក៏សូមធ្វើការលើកយកនៅព្រឹត្តិការណ៍ព័ត៌មានថ្មីមួយដើម្បីយកមកអានចែកជូនពុកម៉ែបងប្អូនប្រិយមិត្តអរគ្នាបានស្ដាប់និងទស្សនាដែលព័ត៌មាននេះគឺមានចំណងជើងថាបទ AUOK ល្បីដល់សារព័ត៌មានឥណ្ឌាចុះផ្សាយគណៈលោកយមតាស្រង់លើកឡើងថាបាទពុកម៉ែបងប្អូនប្រិយមិត្តអរគ្នាបាទសូមជួយ share បាទម្នាក់មួយ Subscribe ទៅជានឹងរីកណ្ដឹងដើម្បីទទួលបាននូវព័ត៌មានថ្មីៗជាបន្តទៀតប្រចាំថ្ងៃដែលសូមរីករាយស្ដាប់ដោយតទៅនេះបាត់ AUOK ដែលប្រតិកម្មក្លាស៊ីនវត្រាទិញសិទ្ធិសម្លេងពីមេធីនិហោះយកមកផលិតជាបទចម្រៀងស្តង់ដារអន្តរជាតិហើយចេញ MV ជាផ្លូវការកក្រើកបណ្ដាសង្គម YouTube នោះពេលនេះត្រូវបានសារព័ត៌មានដ៏ល្បីមួយរបស់ឥណ្ឌាលើកជាប្រធានបទយកទៅចុះផ្សាយទៀតផងបទនេះបានចេញ MV ជាផ្លូវការកាលពីថ្ងៃទី4 ខែវិច្ឆិកាឆ្នាំ2021គិតមកដល់ពេលនេះរហូតដល់ថ្ងៃទី16 ខែវិច្ឆិកាឆ្នាំ2021នេះមានអ្នកចូលទស្សនាសរុប44លានដងឯណោះក្រោយពីផ្ទុះក្រើកបែបនេះមានសារព័ត៌មានបរទេសមួយចំនួនបានយកទៅចុះផ្សាយព្រួងព្រាតផងដែរក្នុងចំណោមសារព័ត៌មានបរទេសនោះក៏មានគេហទំព័រដ៏ល្បីរបស់ប្រទេសឥណ្ឌាឈ្មោះ Bollywood Live Bollywood Live ធ្វើការចុះផ្សាយផងដែរនៅថ្ងៃទី16 ខែវិច្ឆិកាដោយលើកឡើងពីសន្ទុះនៃភាពល្បីល្បាញរបស់បទនេះហើយបានរៀបរាប់ពីក្រុមផលិតករទាំងអស់របស់ AUOK ទៀតផងក្រោយពីគេហទំព័រដ៏ល្បីឥណ្ឌាចុះផ្សាយនោះលោកយមតាស្រង់នាយកចាត់ការទូតប្រតិកម្មក្លាស៊ីនវត្រាបានលើកឡើងថានៅពិភពភាពយន្ត Hollywood គេមានសារព័ត៌មាន Hollywood Live រីឯនៅពិភពភាពយន្ត Bollywood គេមានសារព័ត៌មាន Bollywood Live ប៉ុន្តែពេលនេះបទចម្រៀងខ្មែរមានឱកាសបង្ហាញខ្លួនលើសារព័ត៌មានដ៏ល្បីមួយនេះបាទពុកម៉ែបងប្អូនប្រិយមិត្តអរគ្នាបាទគឺតាក់ទងជាមួយនឹងបទចម្រៀង AUOK ដែលចេញជា MV នៅថ្ងៃទី4 ខែវិច្ឆិកាឆ្នាំ2021បាទរហូតដល់ថ្ងៃទី16 ខែវិច្ឆិកាឆ្នាំ2021នេះមានអ្នកចូលទស្សនារហូតដល់44លានដងបាត់ទៅហើយបាទពុកម៉ែបងប្អូនប្រិយមិត្តអរគ្នាបាទពិតជាមិនធម្មតាទេល្បីកក្រើកដល់ពិភពលោកតែម្ដងបាទចុងបញ្ចប់នៃព័ត៌មាននេះក៏សូមធ្វើការអរគុណចំពោះពុកម៉ែបងប្អូនប្រិយមិត្តអរគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានជាមួយនឹងព័ត៌មាន Channel របស់ខ្ញុំបាទរកកំហុសបាទខុសឆ្គងទាំងឡាយឬក៏មានពាក្យលើលុបខ្វះខាតចំណុចណាមួយនៃការអានព័ត៌មានទាំងស្រុងនោះបាទក៏សូមមេត្តាកម្មតីនិងអភ័យទោសផងដែរក៏សូមអរគុណនិងសូមជម្រាបលាបាទ